មនុស្សសម្បូរស្នេហ៍ដើម្បីបង្កើនភាពតាក់ទាញការរាប់អាននិងការស្រឡាញ់ពីមនុស្សជុំវិញខ្លួនត្រូវធ្វើរឿង3នេះជាប្រចាំមានន័យថាធ្វើរាល់ថ្ងៃតែម្ដងទី1ញញឹមយើងគ្រាន់តែងើបពីគេងអញញឹមដាក់ទូអញញឹមដាក់កញ្ចក់អញញឹមដាក់អីនេះក៏យើងអាចមានអារម្មណ៍ល្អដែរយើងអាចបង្កើនធម៌ពលពេលព្រឹកបានដែរហើយជាពិសេសពេលយើងងុយទឹកឲ្យហើយយើងសិតសក់ហើយយើងសិតសក់យើងអញញឹមដាក់ខ្លួនឯងគ្រាន់តែយើងអញញឹមដាក់ខ្លួនឯងយើងបង្កើនភាពរីករាយបង្កើនភាពស្រស់ស្រាយបាត់ទៅហើយចេញទៅធ្វើការជួបមិត្តភ័ក្តិជួបអីឬជួបនរណាម្នាក់យើងផ្ដល់ស្នាមញញឹមដាក់គេហាក់ដូចជាយើងផ្ដល់នូវភាពស្រស់ស្រាយគេអញ្ចឹងជួនកាលមនុស្សខ្លះយើងអត់ដឹងទេគាត់កំពុងតែអត់សប្បាយចិត្តកំពុងតែតានតឹងកំពុងតែគិតរឿងណាមួយដែលលំបាកមានសម្ពាធផងកលេចមកឃើញយើងញញឹមដាក់អាចធ្វើឲ្យគេធូរស្បើយអាចធ្វើឲ្យគេស្រស់ស្រាយពេលហ្នឹងក៏ថាបានដែរហើយបើមែនតែនទៅចិនបានបង្រៀនកូនចៅថាបើមិនចេះញញឹមទេកុំបើកកន្លែងរស់ស៊ីអញ្ចឹងមានន័យខ្លាំងមែនតែនកន្លែងហ្នឹងហើយបើមិនជឿទេមើលវីដេអូខ្ញុំហើយញញឹមដាក់ខ្ញុំក្នុងវីដេអូហ្នឹងណាអាចទទួលបាននូវភាពរីករាយផងដែរចំណុចទី2ដ៏សំខាន់វិជ័យមេត្តាការចេះប្រើប្រាស់នៅពាក្យសម្ដីនិយាយពាក្យសម្ដីដែរជាការលើកទឹកចិត្តនិយាយពាក្យសម្ដីដែរពីរោះគួរជាទីស្ដាប់ពេលខ្លះយើងមិនសូវចេះនិយាយក៏ដោយប៉ុន្តែធម៌ពលនិងអារម្មណ៍ខាងក្នុងរបស់យើងបើវាចេញមកល្អការគិតរបស់យើងល្អអញ្ចឹងសម្ដីរបស់យើងក៏អាចធ្វើឲ្យយើងនិយាយល្អបានផងដែរបាទម្ល៉េះហើយបុរាណបានលើកឡើងថាអណ្ដាតជាអាចកន្លងបានសុខទុក្ខផងព្រោះអណ្ដាតអញ្ចឹងមិនមែនមានន័យថាអាងតែមានអណ្ដាតកលាស់បានចេះតែកលាស់ទេខឹងក៏កលាស់អីក៏កលាស់អញ្ចឹងនៅពេលដែលសម្ដីដែលយើងហាមាត់ចេញទៅបើសម្ដីនឹងគួរជាទីស្ដាប់សម្ដីនឹងគួរជាទីលើកទឹកចិត្តហើយត្រូវចាំទៀតថាជួនកាលមនុស្សខ្លះកំពុងតែអត់សប្បាយចិត្តកំពុងតែបាក់ទឹកចិត្តនៅពេលដែលយើងនិយាយលើកទឹកចិត្តមួយម៉ាត់ពីរម៉ាត់អាចធ្វើឲ្យមនុស្សនឹងមានកម្លាំងចិត្តឡើងវិញក៏ថាបានដែរណាទី3កាយមេត្តាមានន័យថាចេះជួយយកអាសាចេះជួយគ្នាជួយយកអាសាក្រុមគ្រួសាររបស់ខ្លួនជួយយកអាសាអ្នកជិតខាងមានកិច្ចការដែលយើងអាចជួយបានក៏ជួយតាមអព្យាស្រ័យរៀងៗខ្លួនហើយអ្វីដែលសំខាន់ទៀតចេះជួយដល់ក្រុមការងាររបស់យើងជួនកាលកិច្ចការយើងធ្វើហើយតែការងារគេធ្វើអត់ទាន់ហើយបើគេស្នើសុំឲ្យជួយយើងក៏ជួយដោយក្តីស្រឡាញ់ជួយដោយការយកចិត្តទុកដាក់ទៅអានេះគឺជាផ្នែកមួយឲ្យឈ្មោះថាកាយមេត្តាហើយក៏ជាផ្នែកមួយក្នុងការកសាងក្រុមការងាររបស់យើងឲ្យកាន់តែស្និទ្ធស្នាលថែមទៀតហើយរឿងដ៏សាមញ្ញមួយទៀតជាងការពេលយើងឆ្លងផ្លូវឆ្លងអីឃើញក្មេងឃើញមនុស្សចាស់អីឆ្លងផ្លូវឬក៏គាត់លើកអីវ៉ាន់អីឆ្លងផ្លូវអញ្ចឹងទៅយើងជួយចម្លងគាត់ឬមួយជួយលើកជួយអីហ្នឹងអាហ្នឹងក៏ជាផ្នែកមួយឲ្យឈ្មោះថាកាយមេត្តាផងដែរអញ្ចឹងដើម្បីបង្កើននៅភាពតាក់ទាញដើម្បីបង្កើននៅមន្តស្នេហ៍ចូលធ្វើរឿងទាំង3នេះហើយប៉ះសិនបើយើងធ្វើរឿងទាំង3នេះជាប្រចាំនឹងមានមនុស្សគោរពស្រឡាញ់រាប់អានយើងមិនត្រឹមតែមនុស្សទេសូម្បីតែទេវតាក៏រាប់អានហើយតាមជួយថែរក្សាយើងផងដែរអរគុណច្រើន